ក្ដួលស្ទើរតែស្រក់ទឹកភ្នែកតាមហើយប្តីអ្នកនាងឆេងស្រីរតហៅលើបរិយាគាត់បានកោរសក់ដើម្បីជាការគោរពដឹងគុណដល់ថ្នាក់ដឹកនាំគ្រប់រូបដែលបានសន្តោសប្រណីឲ្យភរិយារបស់គាត់បានវិលត្រឡប់មកជួបជុំគ្រួសាររបស់គាត់វិញគាត់ក៏បានលុតជង្គង់សំពះក្រាបដឹងគុណដល់អ្នកម្ដាយរបស់គាត់ក៏បានលើកដៃគោរពអគុណទៅដល់ថ្នាក់ដឹកនាំដោយគាត់បានសរសេរភ្ជាប់ជាមួយនឹងវីដេអូដែលមួយសំណេរថាកូនចៅក្រមអាវ៉ាត់សូមលំអរកាយគោរពអគុណទៅដល់សម្ដេចពុកសម្ដេចម៉ែនិងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនិងលោកជំទាវពេជ្រច័ន្ទមនីស្ថាប័នតុលាការគ្រប់ជាន់ថ្នាក់និងឯកឧត្តមពេជ្រស្រន់លោកពូមារធីនិងបងប្អូនមហាជនទាំងអស់សម្រាប់ការសន្តោសប្រណីមួយនេះពុកម៉ែបងប្អូនមហាជនទាំងអស់បន្ទាប់ពីបានឃើញនៅคลิปវីដេអូនេះហើយប្រកាសជាមានអ្នកខ្លះរំភើបរហូតដល់ស្រក់ទឹកភ្នែកព្រោះតែសប្បាយចិត្តនៅការវិលត្រឡប់របស់អ្នកនាងឆេងស្រីរតហៅលើបរិយាដែលជាម៉ាក់ផាយុបានវិលត្រឡប់មកជួបជុំគ្រួសាររបស់គាត់វិញរហូតធ្វើឲ្យប្តីរបស់គាត់ទន្ទឹងរង់ចាំជាយូរថ្ងៃមកហើយពេលនេះគាត់រំភើបនិងសប្បាយចិត្តនៅពេលដែលថ្នាក់ដឹកនាំគាត់បានសន្តោសប្រណីឲ្យអ្នកនាងលើបរិយាវិលត្រឡប់មកជួបប្តីរបស់គាត់ធ្វើឲ្យប្តីរបស់គាត់នឹងបង្ហាញពីការដឹងគុណរហូតដល់កោរសក់ខ្លួនឯងដើម្បីតបស្នងការដឹងគុណដល់ថ្នាក់ដឹកនាំក៏ដូចជាបង្ហាញពីក្តីស្រឡាញ់ចំពោះភរិយាទៅកាន់មហាជនទាំងអស់មកគ្រប់ស្ពះអ្នកម្ដាយអួយកូនធ្លាប់បានសន្យាជាមួយនឹងសង្គមមហាជនជាដំបូងខ្ញុំបាទសូមគោរពអរគុណទៅដល់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនលោកជំទាវប្រឌិតបុរនីហ៊ុនសែននិងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតលោកជំទាវពេជ្រច័ន្ទមនីជាទីគោរពដ៏ខ្ពស់បាទដូចជាស្ថាប័នតុលាការគ្រប់គ្រងថ្នាក់ជាពិសេសនោះគឺសូមគោរពអរគុណទៅដល់ឯកឧត្តមពេជ្រស្រស់ក៏ដូចជាលោកពូមារធីហើយនិងបងប្អូនមហាជនទូទាំងប្រទេសដែលមានការអាណិតស្រឡាញ់និងតែងតែយកចិត្តទុកដាក់លើក្រុមប្រឹក្សាខ្ញុំបាទឥឡូវនេះគឺម៉ាក់ភយុងគឺគាត់បានមានសេរីភាពត្រឡប់មកផ្ទះវិញហើយអញ្ចឹងខ្ញុំបាទក៏សូមគោរពអរគុណខ្លាំងមែនទែនទៅដល់បងប្អូនមហាជនក៏ដូចជាបាក់មុំគ្រប់ជាន់ថ្នាក់ច្បាស់គ្នាខ្ញុំគុំចៅអត់មានអីទេមានតែរៀបដៃ10ហើយនឹងធ្វើការទៅតាមអ្វីដែលគុំចៅបានសន្យាគឺនៅពេលដែលម៉ាក់ភយុគាត់មានសេរីភាពត្រឡប់មកផ្ទះវិញគឺគុំចៅសូមធ្វើការកោរសក់ទុកជាការគោរពដឹងគុណទៅដល់ប្រមុខថ្នាក់ដឹកនាំក៏ដូចជាបងប្អូនមហាជនទូទាំងប្រទេសអរគុណច្រើនមែនទែនកូនមកនេះគឺមកគ្រប់ស្ពះអ្នកម្ដាយអួយកូនធ្លាប់បានសន្យាជាមួយនឹងសង្គមមហាជនហើយពេលដែលបាត់មានសេរីភាពកូនធ្វើការកោរសក់ជូនចឹងគុំគ្រប់ឲ្យម៉ែកោរសក់ជូនកូនផងចាប់ពេលទៅសូមគាត់កូនសូមកម្រិតទៅពីអ្នកម៉ែផងគុំចាប់គាត់ផងចាអីទេបងទទួលនៅវាជ័យជំនះទាំងពីរណាហើយណាជួបតែសេចក្តីសុខសម្រាប់ជីវិតរបស់បងជួបតែឈប់ព្រមទាំងសេចក្តីសុខ